អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ឲ្យពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពនៃការខ្ចីគណនីធនាគារដើម្បីប្រើប្រាស់តាមរយៈសាច់ញាតិក្នុងន័យដើម្បីផ្ទេរលុយខ្មៅចូលគណនីធនាគាររបស់បងប្អូនប្រជាពលរដ្ឋបាទដើម្បីលាងលុយខ្មៅបំភាន់ភ្នែកសមត្ថកិច្ចប្រើប្រាស់ស្របច្បាប់នៅក្នុងប្រទេសកម្ពុជាអភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាអាយដាមបានអំពាវនាវបាននៅក្នុងឱកាសចុះផ្សព្វផ្សាយច្បាប់ស្តីអំពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានិងអនុក្រឹត្យលេខ03ស្តីអំពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពទីតាំងរស់នៅប្រមូលផ្ដុំសម្រាប់ពលរដ្ឋនៅក្នុងក្រុងប៉ោយប៉ែតនារសៀលថ្ងៃទី29ខែកក្កដាឆ្នាំ2026ដើម្បីជៀសវាងនឹងការជាប់ពាក់ព័ន្ធទៅនឹងករណីទាំងនេះអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមដល់បងប្អូនប្រជាពលរដ្ឋពីការប្រើប្រាស់គណនីធនាគារដើម្បីសម្ដៅធ្វើយ៉ាងណាកុំឲ្យករណីនេះកើតឡើងដោយឧក្រិដ្ឋជនបានប្រើប្រាស់គ្រប់មធ្យោបាយតាមរយៈការអូសទាញសាច់ញាតិឬបងប្អូនដែលធ្លាប់ធ្វើការជាមួយបាទដើម្បីខ្ចីគណនីធនាគារជាថ្នូរទៅនឹងការផ្ដល់ថវិកាមួយចំនួនប្រើប្រាស់គណនីធនាគារស្របច្បាប់របស់បងប្អូននៅក្នុងរយៈពេលខ្លីដើម្បីផ្ទេរលុយខ្មៅដែលបានមកពីការប្រព្រឹត្តបទល្មើសឆបោកចូលគណនីធនាគារស្របច្បាប់ហើយប្រសិនបើសមត្ថកិច្ចរកឃើញថាមានជាប់ពាក់ព័ន្ធនឹងត្រូវប្រឈមមុខចំពោះផ្លូវច្បាប់អាយដាមអ៊ុំរាត្រីបានអំពាវនាវម្ដងហើយម្ដងទៀតសូមបងប្អូនប្រជាពលរដ្ឋម្ចាស់សន្តាគារផ្ទះសំណាក់ជាដើមចូលរួមសហការជាមួយនឹងអាជ្ញាធរនិងសមត្ថកិច្ចនៅក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបើមានការសង្ស័យថាទីតាំងណាមួយដែលបង្កប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឬ online scam រាយការណ៍ទៅកាន់សមត្ថកិច្ចដើម្បីបង្ក្រាបឲ្យបានទាន់ពេលវេលា